ហើយសកម្មភាពនេះបញ្ជាក់យ៉ាងច្បាស់ថាការដោះលែងអ្នកទោសសង្គ្រាមចំនួន18នាក់នៅសេសសល់មិនអាចធ្វើឡើងបានទេរហូតដល់ការបញ្ចប់អរិយភាពពីការបញ្ជូនវីរៈកងទ័ព18នាក់ដែលត្រូវបានសៀមចាប់ចម្រិតយកទៅមកកាន់ប្រទេសកម្ពុជាវិញទ័ពភូមិភាគ2របស់សៀមបានបង្កើតលេសថ្មីចាស់នៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងមិនត្រឹមតែរកវិធីនិយាយធ្វើម៉េចឲ្យចេញជាលេសដែលមិនអាចបញ្ជូនមកទេថែមទាំងយកល្អមុខខ្លួនឯងទៀតសៀមគឺនៅតែសៀមមែនល្បិចមកលៀនជំពូកតែម្ដងនៅក្នុងខ្លឹមសារនៃអត្ថបទទាំងមូលហ្នឹងធ្វើដូចជាការឆ្លើយតបជាមួយនឹងព័ត៌មានរបស់ខ្មែរយើងដែលចេញពី Fresh New Delhi ធ្វើដូចជាការឆ្លើយឆ្លងព័ត៌មានជាមួយកម្ពុជាចឹងតែខ្លឹមសារគឺលេសសុទ្ធតែម្ដងសរុបមកគឺមិនចង់បញ្ជូនទាហានទាំង18នាក់នឹងត្រឡប់មកវិញខ្ញុំនឹងធ្វើការបកប្រែព័ត៌មាននេះជូនដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យដឹងពីអត្ថន័យទាំងស្រុងតែម្ដងថាតើលេសអ្វីទៅដែលសៀមបានយកមកប្រើដើម្បីជាការកិច្ចវេះពីការបញ្ជូនទាហានរបស់យើងទាំង18នាក់នឹងត្រឡប់មកវិញធ្វើការរបស់ទាហានភូមិភាគ2ថៃបានចុះព័ត៌មាននៅថ្ងៃទី17ខែវិច្ឆិកានេះដើម្បីឆ្លើយតបជាមួយនឹងកាសែត Fresh New Delhi របស់កម្ពុជាដែលបានចុះផ្សាយអំពីវីរៈកងទ័ព2នាក់ក្នុងចំណោម20នាក់ដែលត្រូវបានថៃចាប់ខ្លួនយកទៅក្រោយពេលបទឈប់បាញ់នៅថ្ងៃទី1សីហាហើយបានដោះលែងមកវិញសារព័ត៌មាន Fresh New Delhi របស់កម្ពុជាបានចុះថាតើអ្នកនៅចាំវីរៈបរោះមានឈ្មោះថាសៀមសំណាងបានទេគាត់គឺជាអ្នកបានត្រូវទាហានថៃចាប់ទៅហើយត្រូវដោះលែងឥឡូវនេះបានជាសះស្បើយនិងបានវិលត្រឡប់ទៅជួរមុខវិញហើយនៅក្នុងកាសែត Fresh New Delhi នោះបានសរសេរថានេះគឺជាស្មារតីដ៏មុតមមបំផុតរបស់វីរៈបរោះយោធាកម្ពុជាតែមិនចោះចាញ់ឡើយមិនថាកលៈទេសៈបែបណាក៏ដោយហើយព័ត៌មាននេះខ្ញុំយកពីក្នុងកាសែតខៅសុតឬក៏ខ្លៅសុតដែលបញ្ចុះប្រកខ្មែរបើយើងហៅរដងហ្នឹងណាគឺគេបានចុះថាផេកផ្លូវការរបស់យោធាថៃភូមិភាគ2បានសរសេរថាការប៉ັດទៅអនុស្នេហ៍ឯកសៀមសំណាងគឺជាអ្នកទោសសង្គ្រាមដែលត្រូវបានភាគីថៃឃុំខ្លួនក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅស្រុកកនថាឡាក់ខេត្តស៊ីសាកេតអាជ្ញាធរថៃធ្លាប់បានដោះលែងអ្នកទោសសង្គ្រាម2នាក់ដោយសារតែជំងឺធ្ងន់ធ្ងរនិងបញ្ហាសរសៃប្រសាទឬក៏ផ្លូវចិត្តយើងបានបញ្ជូនពួកគេត្រឡប់ទៅព្យាបាលបន្ថែមទៀតនៅកម្ពុជាដូច្នេះមានអ្នកទោសសង្គ្រាមចំនួន18នាក់ទៀតដែលនៅសេសសល់ឃុំខ្លួននៅក្នុងប្រទេសថៃហើយកាសែតសៀមនេះវាបានសរសេរថែមទៀតថាអនុស្នេហ៍សៀមសំណាងគឺជាបុគ្គលម្នាក់ដែលញៀនស្រារ៉ាំរ៉ៃហើយមានជំងឺផ្លូវចិត្តដោយសារតែភាពតានតឹងក្នុងអំឡុងពេលប្រយុទ្ធគ្នាប៉ុន្តែបញ្ជូនគាត់ត្រឡប់ទៅស្រុកកំណើតវិញអនុស្នេហ៍សៀមសំណាងបានចុះហត្ថលេខាឯកសារមួយដែលយល់ព្រមចុចថាគាត់នឹងមិនចូលរួមការប្រយុទ្ធម្ដងទៀតទេនៅក្នុងអំឡុងពេលឃុំខ្លួនមន្ត្រីថៃបានផ្ដល់ស្បែកជើងឲ្យគាត់ពាក់ជាច្រើនដងប៉ុន្តែគាត់បដិសេធមិនពាក់វាដែលនាំឲ្យភាគីកម្ពុជាធ្វើការផ្សាយថាយើងកំពុងតែធ្វើទរណកម្មទៅលើគាត់ដែលមិនអនុញ្ញាតឲ្យគាត់ពាក់ស្បែកជើងហើយនៅក្នុងកាសែតខ្លៅសុតហ្នឹងបាននិយាយបន្តទៀតថាសម្រាប់ប្រទេសកម្ពុជាការដាក់ពង្រាយមនុស្សដែលមានជំងឺផ្លូវចិត្តវិកលចរិតឬស្ថានភាពផ្លូវចិត្តមិនប្រក្រតីផ្សេងទៀតចូលទៅក្នុងសមរភូមិគឺជាទង្វើអមនុស្សធម៌ខ្លាំងណាស់អូយហើយខ្ញុំអានហើយខ្ញុំចង់កៀងថៃបានវាហ៊ានទៅស្អីអញ្ចឹងអានេះសៀមថាប្រទេសកម្ពុជារបស់យើងហ្នឹងតែហ៊ានរបស់យើងសុទ្ធតែហ៊ានដែលមានបញ្ហាផ្លូវចិត្ត Oh my god ហើយសកម្មភាពនេះបញ្ជាក់យ៉ាងច្បាស់ថាការដោះលែងអ្នកទោសសង្គ្រាមចំនួន18នាក់នៅសេសសល់មិនអាចធ្វើឡើងបានទេរហូតដល់ការបញ្ចប់អរិយភាពរវាងប្រទេសទាំងពីរដោយគេបានសរសេរទៀតថាគោលការណ៍អន្តរជាតិដែលពាក់ព័ន្ធយោងទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវអតីតអ្នកទោសសង្គ្រាមមិនគួរត្រូវបានបង្ខំឲ្យចូលសមរភូមិភ្លាមបន្ទាប់ពីការដោះលែងរបស់ពួកគេឡើយការដាក់ពង្រាយអ្នកជំងឺផ្លូវចិត្តឬក៏សង្ស័យថាមានបញ្ហាផ្លូវចិត្តចូលទៅក្នុងសមរភូមិដោយគ្មានការព្យាបាលនិងការវាយតម្លៃសម្បទាគឺជាហានិភ័យដល់ជីវិតមនុស្សនិងសេចក្តីថ្លៃថ្នូរការដាក់ពង្រាយទាហានឬបុគ្គលដែលមិនមានកាយសម្បទារាងកាយឬផ្លូវចិត្តគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធអាចរំលោភដល់គោលការណ៍មនុស្សធម៌និងសិទ្ធិមនុស្សយោងទៅតាមស្តង់ដារសន្តិសុខនិងមនុស្សធម៌អន្តរជាតិការដាក់ពង្រាយបុគ្គលដែលមានជំងឺផ្លូវចិត្តឬសង្ស័យថាមានជំងឺ PTSD ត្រឡប់ចូលទៅក្នុងប្រតិបត្តិការប្រយុទ្ធវិញដោយគ្មានការព្យាបាលនិងការវាយតម្លៃសម្បទាជាផ្លូវការត្រូវបានចាត់ទុកថាជាការអនុវត្តមិនសមរម្យនិងអាចអមនុស្សធម៌ផងដែរអស់ហើយកាសែតខៅសុតចុះប៉ុណ្ណឹងឯងបងប្អូនខ្ញុំពិតជាមានការហួសចិត្តហួសការស្មានខ្លាំងមែនទែនចំពោះអ្វីដែលកាសែតខៅសុតនឹងសរសេរខ្លឹមសារនៃអត្ថបទហ្នឹងហើយនឹងអត្ថន័យហ្នឹងគឺមានន័យថាបើសិនជាឲ្យទាហានទាំង18នាក់នៅមកកម្ពុជាវិញដូចជាធ្វើបាបពួកគាត់អញ្ចឹងដូចឲ្យមកកម្ពុជាហ្នឹងដើម្បីឲ្យកម្ពុជាយកឲ្យគាត់មកប្រយុទ្ធមកធ្វើសង្គ្រាមឬមកធ្វើបាបអីអញ្ចឹងណាជាងទុកនៅនឹងទៅដើម្បីការពារសុវត្ថិភាពនិយាយទៅគឺយកមកហ្មងប៉ុន្តែការពិតគឺជាលេសដែលមិនចង់បញ្ជូនមកក្រោយពីដឹងដំណឹងរបស់ទាហានយើងទាំង18នាក់ដែលត្រូវបានថៃចាប់ចម្រិតនោះយើងទាំងអស់គ្នាមិនសប្បាយចិត្តទេរួមទាំងខ្ញុំផងដែរប៉ុន្តែខ្ញុំនៅតែសូមឲ្យបងប្អូនទាំងអស់គ្នារក្សាភាពស្ងៀមស្ងាត់រងចាំដំណោះស្រាយនិងទុកចិត្តទៅលើថ្នាក់ដឹកនាំរបស់យើងទាំងអស់គ្នា